จูนប្រិមិត្តគឺគាត់ថាជ្រុងខ្មៅងងឹតនៃទំនាក់ទំនងរវាងថៃនិងកម្ពុជាករណីនៃការសម្លាប់រង្គាលនៅភ្នំដងរែកឬហៅថាភ្នំខ្មោចបាទគាត់បានចាប់ផ្ដើមនិយាយដោយបញ្ជាក់ថារដ្ឋរបស់ថៃគឺតែងតែអះអាងថាពួកគេជាតួឯកជាអ្នកដែលចិត្តល្អហើយសម្រាប់ប្រាប់ទៅដល់ប្រជាជនថៃក៏ប៉ុន្តែមិនមែនជារឿងអញ្ចឹងទាំងអស់គ្រប់ពេលវេលានោះទេបាទលោកបានបញ្ជាក់ថាចំពេលមានការអរិភាពបានកាន់តែបន្តតាមអ៊ីនធឺណិតរវាងប្រទេសថៃនិងប្រទេសកម្ពុជានោះទោះបីជាមានបទជប់បាញ់គ្នាហើយនឹងក៏ដោយពេលនោះស្រាប់តែកងទ័ពថៃបានបង្ហោះសារមួយអំពីការជំពាក់គុណដោយដាក់រូបថតមួយដែលរំលឹកដល់ប្រជាជនកម្ពុជាថាប្រទេសថៃនឹងធ្លាប់បើកជំរំសម្រាប់ទទួលជនភៀសខ្លួនកម្ពុជាជាង160000នាក់ដែលភៀសខ្លួនពីរបបខ្មែរក្រហមបាទនៅពេលដែលឃើញអញ្ចឹងប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានឆ្លើយតបវិញដោយកំហឹងតាមបណ្ដាញសង្គម X បាទដោយពួកគេលើកឡើងអំពីករណីដែលថៃធ្លាប់ធ្វើបាបប្រជាពលរដ្ឋខ្មែរនៅក្នុងករណីភ្នំដងរែកនេះគឺអំពើប្រល័យពូជសាសន៍នៅភ្នំដងរែកឬភ្នំខ្មោចនេះបាទពីព្រោះពេលហ្នឹងប្រជាពលរដ្ឋខ្មែរក៏ចាប់ផ្ដើមយល់បដាដឹងបដាកាន់តែច្រើនឡើងអំពីករណីហ្នឹងកាលពីក្នុងពេលកន្លងមកទោះបីតែឆ្នាំ2008គឺប្រជាពលរដ្ឋខ្មែរនៅអត់ទាន់នឹកឃើញរឿងហ្នឹងគឺអ្នកខ្លះនៅនិយាយបែងចែកគ្នាថាថៃធ្លាប់ជួយធ្លាប់អីប៉ុន្តែលើកនេះស្រាប់តែលើចេញឯកសារហ្នឹងមកម្នាក់ចាប់ផ្ដើមដឹងបដាបាទអញ្ចឹងអ្នកសារព័ត៌មានហ្នឹងក៏ថានេះជាចម្ពោះដ៏ខ្មៅងងឹតនេះជាចម្ពោះដ៏ខ្មៅងងឹតនិងគួរឲ្យអាម៉ាស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋថៃការហួចចិត្តនេះគឺប្រជាជនថៃជាច្រើនជាពិសេសក្មេងៗជំនាន់ក្រោយមិនបានដឹងរឿងនេះសូម្បីតែបន្តិចទេបាទទោះបីជាពួកគេប្រហែលជាបានឮអំពីរឿងនេះក៏ដោយក៏ពួកគេដឹងតិចតួចជាងអំពីព្រឹត្តិការណ៍ដ៏សោកសៅដែលកើតឡើងនៅក្នុងប្រទេសរបស់គេគឺដូចជាព្រឹត្តិការណ៍នៃការដែលពួកថៃកុម្មុយនីសពួកថៃក្រហមបាទសម្លាប់នៅក្នុងសង្គ្រាមត្រជាក់ក្នុងថ្ងៃទី6ខែតុលាឆ្នាំ1976ការសម្លាប់រង្គាលនៅទីក្រុងបាងកកការបង្ក្រាបយ៉ាងបង្ហូរឈាមលើបាតកោដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅខែឧសភាឆ្នាំ1992បាទឧបទ្ទវហេតុនៅខាងខេត្តនរាธิវត្តនិងប៉ាតានីហើយនៅពេលដែលលោកថាក់ស៊ីនជានាយករដ្ឋមន្ត្រីជាដើមបានន័យថាពួកគេនឹងចងចាំតែច្រើនតែពីរឿងនៅក្នុងប្រទេសរបស់គេទេគឺមិនបានគិតដល់អំពីអ្វីដែលថៃធ្វើមកលើអ្នកដទៃធ្វើឲ្យអ្នកដទៃជឿចាប់នោះទេចឹងសំណួររបស់អ្នកសារព័ត៌មានក៏សួរថាតើដូច្នេះតើអ្វីទៅជាការសម្លាប់រង្គាលនៅភ្នំដងរែកនោះឬក៏ជាអំពើប្រល័យពូជសាសន៍នៅភ្នំដងរែកនោះបន្ទាប់ពីកងទ័ពវៀតណាមបានឈ្លានពានកម្ពុជានិងផ្ដួលរំលំរបបខ្មែរក្រហមប៉ុលពតនេះជាភ្នំដងរែករូបភ្នំដងរែកនៅដើមឆ្នាំ1979ប្រជាជនកម្ពុជាមួយចំនួនធំទាំងជនស៊ីវិលនិងទាហានខ្មែរក្រហមបានភៀសខ្លួនចេញពីសង្គ្រាមពួកគេបានស្វែងរកទីជម្រកនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្បែរជួរភ្នំដងរែកក្នុងខែមិថុនាឆ្នាំ1979អាជ្ញាធរថៃសម្រេចរុញជនភៀសខ្លួនកម្ពុជាប្រមាណ42000នាក់ដែលបានចូលតំបន់ក្បែរប្រាសាទព្រះវិហារឲ្យត្រឡប់មកវិញរដ្ឋាភិបាលថៃបានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខនិងការលំបាកក្នុងការគ្រប់គ្រងជនភៀសខ្លួនមួយចំនួនដ៏ធំបែបនេះប៉ុន្តែការរុញច្រាននេះត្រូវបានគេមើលឃើញថាជាអំពើឃោរឃៅព្រោះជនភៀសខ្លួនត្រូវបានគេបង្ខំឲ្យដើរត្រឡប់មកក្រោយវិញតាមផ្លូវដែលពោពេញទៅដោយគ្រាប់មីនដែលកងទ័ពវៀតណាមបានរារាំងដាក់នៅពេលមុននេះព្រឹត្តិការណ៍នេះបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកដោយសារតែការរត់ជន់មីនភាពអត់ឃ្លាននិងធម្មជាតិដ៏ឃើឃៅនឹងការរុញច្រានដោយបង្ខំនេះជាព្រឹត្តិការណ៍ដែលគេស្គាល់ថាជាអំពើប្រល័យពូជសាសន៍ដងរែកជួរភ្នំដងរែកឬក៏ការរុញច្រាននៅប្រាសាទព្រះវិហារហើយវាត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិថាជាការរំលោភសិទ្ធិមនុស្សបាទហើយបើតាមការកត់សម្គាល់របស់ខ្ញុំដែលខ្ញុំបានជួបជាមួយនឹងសាក្សីមួយចំនួនផ្ទាល់ខ្លួនខ្ញុំវិញណាបាទគឺមុនពេលដែលប្រជាពលរដ្ឋទៅកន្លែងហ្នឹងគឺទាហានថៃបាទទាហានថៃបោកបញ្ឆោតពួកគាត់តែម្ដងបោកបញ្ឆោតពួកគាត់នឹងឲ្យទៅបាទដាក់នៅក្នុងឡានដាក់អីហ្នឹងថាអូឥឡូវហ្នឹងយើង
ត្រូវទៅនៅជំរំថ្មីយើងទៅជំរំថ្មីនៅកន្លែងហ្នឹងគឺអត់មានអីសម្រាប់ទទួលអ្នកទាំងអស់គ្នាទេអញ្ចឹងគឺទៅជំរំថ្មីអ្នកខ្លះទៀតក៏ព្រមឡើងឡានទាហាននឹងទៅអ្នកខ្លះទៀតនៅសង្ស័យមិនហ៊ានអញ្ចឹងទៅបាទទីបំផុតគឺនៅតែចាញ់បោកគេបង្ខំឲ្យឡើងឡានយោធានឹងដឹកយកទៅទាំងយប់តែម្ដងបាទឥឡូវត្រឡប់មកអត្ថបទរបស់គាត់វិញគាត់ថាឧបទ្ទវហេតុនេះបានបង្កើតការអន់ចិត្តនិងចំនួនយូរអង្វែងរវាងប្រទេសថៃនិងកម្ពុជាជំវិញការគ្រប់គ្រងបញ្ហាជនភៀសខ្លួននិងបញ្ហាព្រំដែនវានៅតែជាការចងចាំដោយជឿចាប់សម្រាប់ប្រជាជនកម្ពុជាមួយចំនួនហើយបានคล้ายជាផ្នែកមួយនៃមនោសញ្ចេតនាប្រឆាំងនឹងសៀមដែលជារឿយៗត្រូវបានលើកឡើងក្នុងអំឡុងពេលចំនួននៅពេលក្រោយមកជាសរុបមកអំពើប្រល័យពូជសាសន៍ភ្នំដងរែកគឺជាព្រឹត្តិការណ៍មួយដែលអាជ្ញាធរថៃបានរុញជនភៀសខ្លួនកម្ពុជាមួយចំនួនធំឲ្យត្រឡប់ទៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែកវាបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏រន្ធត់មួយនៃវិបត្តិជនភៀសខ្លួននៅឥណ្ឌូចិនតើអ្នកស្រាវជ្រាវបាននិយាយយ៉ាងណាអំពីសោកនាដកម្មនោះបាទអ្នកសារព័ត៌មានក៏បានតាក់ទងទៅអ្នកស្រាវជ្រាវកម្ពុជាដ៏លេចធ្លោម្នាក់គឺលោកបណ្ឌិតដេតសុកឧត្តមដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថាប្រវត្តិទំនាក់ទំនងការទូតកម្ពុជាថៃពីឆ្នាំ1950ដល់ឆ្នាំ2020ហើយបច្ចុប្បន្នលោកជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិ Paragon រាជធានីភ្នំពេញប្រទេសកម្ពុជាបាទប្រិយមិត្តចង់ដឹងបន្ថែមគួរតែទិញសៀវភៅនឹងអានទៅណាបាទប្រជាជនភាគច្រើនជាពិសេសមនុស្សជំនាន់ក្រោយភាគច្រើនបានដឹងតិចតួចអំពីសោកនាដកម្មជួរភ្នំដងរែកនេះបើតាមការបញ្ជាក់របស់លោកបណ្ឌិតដេតសុកឧត្តមបានបញ្ជាក់អញ្ចឹងបាទដែលឥឡូវនេះគេហៅថាភ្នំខ្មោចនោះពីព្រោះមិនដោយការអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមទេគឺអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមគឺត្រូវបានគេចងចាំជាថ្នាក់ជាតិក៏ប៉ុន្តែមិនមែនប្រជាជនកម្ពុជាទាំងអស់ដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហមគឺជាជនភៀសខ្លួនដែលភៀសខ្លួនទៅប្រទេសថៃហើយអ្នកខ្លះនោះនៅរស់រានមានជីវិតបាទអ្នកខ្លះទៀតតាំងទីលំនៅថ្មីនៅប្រទេសដទៃដូច្នេះរឿងរ៉ាវរបស់ពួកគេគឺគេនិយាយប្រាប់តកូនតចៅដល់ក្នុងគ្រួសាររបស់គេតែប៉ុណ្ណោះបាទដូចខ្ញុំជាដើមខ្ញុំបានឮផ្ទាល់ពីជនដែលបានឆ្លងកាត់នោះគាត់រៀបរាប់ប្រាប់យើងបានយើងដឹងមកបាទហើយបាទនៅក្នុងចំណោមនោះគឺអតីតសហការីខ្ញុំម្នាក់ដែរបាទដែលបានដឹងអំពីរឿងហ្នឹងគឺអ្នកស្រីនៅសរឹមគាត់បានដឹងអំពីរឿងហ្នឹងបាទគាត់ធ្លាប់និយាយប្រាប់ខ្ញុំដែរអ្នករស់រានមានជីវិតខ្លះបានបោះពុម្ពសៀវភៅអនុស្សាវរីយ៍របស់ពួកគេប៉ុន្តែជាថ្មីម្ដងទៀតវាមិនមាននៅក្នុងការចងចាំរួមជាតិដោយករណីនៃរបបខ្មែរក្រហមនោះទេនេះបើតាមលោកបណ្ឌិតគាត់បាននិយាយណាអនុស្សាវរីយ៍មួយនេះត្រូវបានបោះពុម្ពក្នុងឆ្នាំ2018តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងបានរាយការណ៍អំពីការសម្លាប់រង្គាលនៅខែមិថុនាឆ្នាំ1979ដែលរបាយការណ៍នោះសរសេរដោយលោក Henry Kham គឺមានការចុះផ្សាយផងដែរបាទដោយនៅក្នុងកាសែត The New York Times រីឯរបាយការណ៍របស់អង្គការសហប្រជាជាតិក៏បានរាយការណ៍ពីបញ្ហាទាំងនេះផងដែរសៀវភៅដ៏ទូលំទូលាយបំផុតអំពីបញ្ហានេះត្រូវបានបោះពុម្ពផ្សាយដោយអតីតអ្នកការទូតអាមេរិកនិងបុគ្គលិកសង្គ្រោះមនុស្សធម៌លោក Larry Clinton Thompson បាទលោកបណ្ឌិតក៏បានបញ្ជាក់ថាខ្ញុំបានរៀបរាប់រឿងរ៉ាវសោកនាដកម្មនៃប្រវត្តិសាស្ត្រនេះនៅក្នុងសៀវភៅថ្នាក់បណ្ឌិតរបស់ខ្ញុំដែលបានបញ្ចប់ក្នុងឆ្នាំ2014ដែលត្រូវបានបោះពុម្ពជាបន្តបន្ទាប់ជាសៀវភៅនៅឆ្នាំ2020ប៉ុន្តែឥឡូវនេះប្រជាជនកម្ពុជាភាគច្រើនបានយល់ដឹងកាន់តែច្រើនអំពីរឿងរ៉ាវនោះបន្ទាប់ពីមានការឆ្លើយតបរបស់ប្រជាជនកម្ពុជាមួយចំនួនចំពោះថៃដែលថាចំពេលមានចំនួនបច្ចុប្បន្នដែលប្រជាជនកម្ពុជាគួរតែអរគុណប្រទេសថៃសម្រាប់ការទទួលយកជនភៀសខ្លួនខ្មែររាប់រយពាន់នាក់ឯកសារវីដេអូឯកសារមួយដែលមានចំណងជើងថាភ្នំខ្មោចវាលពិឃាតទី2នៃប្រទេសកម្ពុជាត្រូវបានទស្សនាយ៉ាងទូលំទូលាយតាំងពីពេលនោះមកប្រិមិត្តណាអត់ទាន់បានអានអត់ទាន់បានមើលទៅមើលណាទៅ search កន្លែងនោះទៅឃើញបាទខ្ញុំមើលឲ្យក៏ក្តុកក្តួលដែរបាទគាត់ទៅសេកូននឹងគាត់ទៅចងក្រងអំពីឪពុករបស់គាត់និយាយនោះបាទល្អណាស់ចឹងមើលថ្មីនេះ YouTuber វ័យក្មេងបាទ Everyday Sam ក៏បានចងក្រងមកធនធានផ្សេងទៀតនិងបង្កើតភាពយន្តឯកសារ
ដែលមានចលនាលើប្រធានដែលមានរឿងនៅលើប្រធានបទនេះផងដែរបាទគឺខ្ញុំបានមើលទាំងពីរណាខ្ញុំបានមើលទាំងពីរចឹងប្រិមិត្តគួរតែមើលអំពីរឿងនោះបានដឹងហើយបើយោងតាមអ្នកដែលនៅរស់រានមានជីវិតមួយចំនួនដែលបានលាក់ខ្លួននៅលើកំពូលភ្នំហើយបានរស់ជីវិតនោះគឺបានរៀបរាប់ថាអ្នកផ្សេងទៀតទៅគេបាញ់បាទឬក៏រុញពីលើច្រាំងថ្មដល់ចោតបាច់ជ្រោះគេហៅថាជ្រោះភ្នំហ្មងថ្មសុតហ្មងរុញគ្នាមកឬអីនៅរស់បាទមនុស្សភាគច្រើនបាទអ្នកខ្លះដែលសង្ងំនៅលើភ្នំហ្នឹងអត់បានរត់ម៉ូតូបានរួចខ្លួនហ្នឹងប្រហែលថ្ងៃក្រោយមកក៏ចាប់ដើមតោងវัวអត់មានចដាអត់មានអីតោងវัวចុះមកហើយកាន់តែពេលដែលគេកាន់តែខិតចិត្តបាទចូលមកដល់ជាតិបាតគេចាប់ដើមធំផ្លិនស្អុយបាទគឺបានន័យថាអ្នកដែលគេសម្លាប់ធ្លាក់ស្លាប់មកនោះគឺចាប់ដើមរលួយស្អុយហើយបាទមនុស្សដំបូងដែលទៅដល់បាតក្រោមបាទខាងក្រោមនោះក៏ចាប់ដើមដើរចេញហើយក៏ជន់មានផ្ទុះចាប់ដើមមានផ្ទុះភងផាំងតែម្ដងហើយមានមនុស្សជាច្រើនទៅបានសម្លាប់នៅទីនោះដែរបាទគឺដោយឡែកបើតាមការបញ្ជាក់ឲ្យដឹងគឺខាង UNHCR ដែលទទួលបន្ទុកជនភៀសខ្លួននោះក៏បានដឹងអំពីរឿងនោះដែរហើយក៏បានចុះផ្សាយនៅក្នុងទំព័រ website របស់ពួកគេដែរបាទដំណើររឿងដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺនៅក្នុងខាង UNHCR ក៏បានសរសេរថាបាទនៅ UNHCR ក៏បានចងក្រងវិញក៏ថានៅខែមិថុនាឆ្នាំ1979ទាហានថៃបានប្រមូលជនភៀសខ្លួនកម្ពុជាជាង 42,000 នាក់នៅក្នុងជំរំព្រំដែនហើយបានរុញពួកគេចុះពីលើភ្នំដោយចោតនៅប្រាសាទព្រះវិហារចូលមកប្រទេសកម្ពុជាយ៉ាងហើយណាស់មានមនុស្សរាប់រយនាក់និងប្រហែលជាច្រើនពាន់នាក់ត្រូវបានសម្លាប់នៅក្នុងវាលមីននៅខាងក្រោមមួយថ្ងៃបន្ទាប់ពីការរុញច្រានចាប់ផ្ដើមតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមថៃបានចេញការអំពាវនាវជាបន្ទាន់ពេលនោះស្រាប់តែមានប្រតិកម្មអវិជ្ជមានពីរដ្ឋាភិបាលថៃក៏ធ្វើឲ្យ UNHCR បិទមាត់ស្ងាត់ឈឹងលែងមានហ៊ានចេញការអំពាវនាវណាមួយទៀតទៅបាទគឺខាងពួកថៃគេដាក់ធ្វើបាបចឹងហើយគេឃើញអង្គការ UNHCR និយាយគេក៏បាទប្រតិកម្មតបមកវិញ UNHCR ស្ងាត់មកឈឹងតែម្ដងយ៉ាងច្បាស់លាស់យ៉ាងមានប្រសិទ្ធភាពបងបើទោះបីជាការពិតដែលថានេះគឺជាករណីដ៏ធំបំផុតតែមួយគត់នៃការបង្ខំឲ្យត្រឡប់មកប្រទេសវិញដោយអង្គការនេះបានជួបប្រទះចាប់តាំងពីអង្គការនេះទៅបានបង្កើតឡើងក្នុងនាមជាមន្ត្រីការពារជាន់ខ្ពស់បានដោយដែលមន្ត្រីជាន់ខ្ពស់បានអត្ថាធិប្បាយនៅពេលក្រោយថានេះគឺជាការបរាជ័យគួរឲ្យកត់សម្គាល់របស់ UNHCR ក្នុងការតវ៉ាជាសាធារណៈឬចំពោះការបណ្ដេញប្រជាជនកម្ពុជាពីប្រទេសថៃក្នុងកំឡុងឆ្នាំ1979ដែលត្រូវបានគេចាត់ទុកថាជាការធ្លាក់ចុះដល់ចំណុចទាបបាទតើរដ្ឋាភិបាលថៃដឹងរឿងនេះហើយចាត់វិធានការយ៉ាងម៉េចទៀតតើការសម្រេចនេះមាននៅកម្រិតណាពីព្រោះវាមានទាហានវាមានរដ្ឋាភិបាលស៊ីវិលនៅប្រទេសថៃយើងដឹងហើយនឹងតែហេតុអ្វីបានជាសារព័ត៌មានថៃក៏បិទមាត់ចិត្តដែរនៅពេលនោះតើមានរឿងអ្វីកើតឡើងហើយតើថៃបានបើកហេតុអ្វីបានជាថៃបើកជំរំជនភៀសខ្លួននៅពេលក្រោយមកតើអ្នកណាជាអ្នកចំណេញពីវិបត្តិជនភៀសខ្លួននេះបាទនេះគឺជាសំណួរដែលយើងនឹងឆ្លើយនៅភាគទី2បាទនៅពេលនេះសូមសម្រាប់សិនសូមអរគុណសូមជម្រាបលា